ចំពុកទី5មួយសមត្ថភាពក្នុងការផ្លាស់ប្ដូរทางសានបានលាតសន្ធឹងរាងកាយរបស់គាត់វានៅតែជាពេលវេលាព្រឹកព្រលឹមមុនពេលថ្ងៃរះហើយអ្នកភូមិដែលហត់នឿយពីការងារពេញមួយថ្ងៃកំពុងតែគេងលក់ស្រួលทางសានបានសម្រេចចិត្តចូលទៅក្នុងព្រៃកាន់តែជ្រៅព្រោះថាមពលខាងវិញ្ញាណនៅទីនោះមានច្រើនជាងនៅក្នុងភូមិតើអាចមានកំណប់ទ្រព្យដ៏កម្រលាក់ទុកនៅទីនោះដែរឬទេបន្ទាប់ពីដឹងថាគាត់មិនអាចដាស់ប្រលឹងក្បាច់គុណរបស់គាត់នៅក្នុងពិភពលោកនេះបានហើយអាចបណ្ដុះបានត្រឹមតែក្បាច់សួនធានផែនការរបស់ทางសានគឺសាមញ្ញណាស់ដំបូងត្រូវបណ្ដុះក្បាច់សួនធានឲ្យដល់កម្រិតខ្ពស់ដើម្បីសន្សំថាមពលបន្ទាប់មកចាំមើលថាត្រូវប្រើប្រាស់ថាមពលនេះដោយរបៀបណាដោយពឹងផ្អែកលើបច្ចេកទេសពិសេសពីកំណត់ត្រាកំណប់សួនធាននៃបាស្ថាងដោយរៀបណាកម្រិតបណ្ដុះខ្ពស់គ្រប់គ្រាន់ការការពារខ្លួននឹងមិនមែនជាបញ្ហានោះឡើយតាមរយៈការបណ្ដុះគាត់បានយល់បន្តិចម្ដងថាហេតុអ្វីបានជាមនុស្សនៅក្នុងពិភពលោកនេះទន់ខ្សោយនិងមានវាសនាក្លាយជាទេសករពិភពលោកនេះត្រូវបានគេហៅថាផ្កាយ Falan Planet ដែលមានទ្វីបធំតែមួយគត់គឺទ្វីបទេពអប្សរដែលគាត់កំពុងរស់នៅទាំងពូជសាសន៍បិសាចនិងវិញ្ញាណសុទ្ធតែមានសមត្ថភាពពីកំណើតដ៏ខ្លាំងក្លានៅកន្លែងដែលពោពេញដោយថាមពលខាងវិញ្ញាណនេះពួកគេគ្រាន់តែតម្រូវឲ្យស្រូបយកថាមពលនៃស្ថានសុខនិងផែនដីជាបន្តពីកើតមកដើម្បីបង្កើនសមត្ថភាពនិងក្លាយជាអ្នកមានអំណាចយ៉ាងខ្លាំងគ្មានពូជសាសន៍ណាផ្សេងអាចប្រៀបធៀបជាមួយពួកគេបានឡើយចំណែកឯមនុស្សវិញគ្មានសមត្ថភាពពីកំណើតសម្រាប់ប្រយុទ្ធឬបច្ចេកទេសដាំដុះអ្វីទាំងអស់ក្រៅពីភាពរហ័សរហួនពួកគេគ្មានប្រយោជន៍តតែសោះហើយត្រូវបានកំណត់ឲ្យក្លាយជាទេសករបម្រើពូជសាសន៍បិសាចនិងវិញ្ញាណដ៏មានអំណាចព្រៃឈើងឹតឆ្លប់ដោយសារតែដើមឈើធំសម្បើមនៅក្នុងពិភពលោកនេះមានអ្វីមួយស្រដៀងនឹងព្រះច័ន្ទប៉ុន្តែវាបញ្ចេញពន្លឺពណ៌ខៀវស្រទន់យ៉ាងចម្លែកពន្លឺពណ៌ស្វាយស្រទន់បានភ្លឹបភ្លែតនៅក្នុងភ្នែករបស់ทางសាននេះគឺជាបច្ចេកទេសកម្ពុជាមួយទៀតពីកំណត់ត្រាកំណប់សួនធានគឺភ្នែកបិសាចពណ៌ស្វាយវាទាមទារការបណ្ដុះនៅពេលសម្លឹងមើលថ្ងៃរះជារៀងរាល់ថ្ងៃកាលពី2ឆ្នាំមុនគាត់ត្រូវអង្គុយចុះក្បែរស្នាមព្រះទ្វារដើម្បីបណ្ដុះបន្តិចបន្តួចប៉ុន្តែក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះគាត់មានឱកាសច្រើនជាងមុនដោយមានជំនួយពីភ្នែកបិសាចពណ៌ស្វាយគាត់អាចមើលឃើញនៅក្នុងព្រៃកាន់តែច្បាស់កាលណាគាត់ចូលកាន់តែជ្រៅអារម្មណ៍ចម្លែកកាន់តែកើតขึ้นនៅក្នុងខ្លួនរបស់គាត់នៅក្នុងពិភពលោកមុនរបស់គាត់មានសត្វដែលគេហៅថាសត្វប្រលឹងនៅទីនោះសត្វប្រលឹងដែលធ្លាប់ត្រូវមនុស្សជិះជាន់បានបះបោរហើយនៅទីបំផុតបានរួមរស់ជាមួយមនុស្សដោយសន្តិភាពទោះជាយ៉ាងណាក៏ដោយនៅលើទ្វីបទេពអប្សរនេះបិសាចនិងវិញ្ញាណជាអ្នកគ្រប់គ្រងអ្វីគ្រប់យ៉ាងខណៈដែលមនុស្សត្រូវទៅស៊ូយ៉ាងវេទនាដើម្បីតែរស់វាហាក់ដូចជាស្ថានភាពត្រូវបានក្រឡាប់ចោលពេលកំពុងដើរទៅមុខគាត់ស្រាប់តែសំឡេងអ្វីមួយហើយបានគេចទៅពូនក្រោយដើមឈើធំមួយភ្លាមដើម្បីលាក់បាំងវត្តមានរបស់គាត់ផាំងមិនឆ្ងាយប៉ុន្មានពីមុខគាត់មានរូបរាងមួយបានដួលរមៀលពីដងលើដីចង្វាក់ដកដង្ហើមរបស់គេលឿននិងចង្អៀតហត់នឿយហើយព្យាយាមក្រោកឈរប៉ុន្តែហាក់ដូចជាគ្មានកម្លាំងបន្ទាប់ពីស៊ូបានមួយសន្ទុះគេក៏ដួលទៅវិញทางសានមិនទាន់រើបំរាស់ឡើយគាត់បានប្រើភ្នែកបិសាចពណ៌ស្វាយដើម្បីសម្លឹងមើលទិដ្ឋភាពនោះឲ្យច្បាស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញថាអ្នកដែលដេកលើដីនោះគឺជាមនុស្សគេពាក់របាំងមុខបិទបាំងប៉ុន្តែរាងកាយគឺច្បាស់ជាមនុស្សពិតប្រាកដដោយវិនិច្ឆ័យតាមរបៀបដែលគេលោតមកគេច្បាស់ជាមិនមែនជានោះធម្មតានោះទេតើមនុស្សមានសមត្ថភាពពិសេសឬភ្នែករបស់ทางសានភ្លឺឡើងគាត់មិនទាន់យល់ដឹងពីពិភពលោកនេះច្បាស់នៅឡើយទេដោយសារត្រូវឃុំខ្លួននៅក្នុងទីក្រុងតូចមួយនៃបិសាចខ្យល់ការឃើញមនុស្សមានសមត្ថភាពបែបនេះគឺជាការភ្ញាក់ផ្អើលដ៏រីករាយមួយទោះជាយ៉ាងណាបុរសនោះមានក្លិនឈាមនិងរងរបួសធ្ងន់ធ្ងរភ្លាមនោះសំឡេងជើងធ្ងន់បានខិតចូលមកជិតចុកតបយ៉ាងលឿនทางសានដែលរៀបនឹងចេញទៅបានលាក់ខ្លួនយ៉ាងលឿនសារជាថ្មីហាំនៅទីនេះតើសំឡេងក្រហមបានបន្លឺឡើងហើយរូបរាងមាំតែមួយបានលោតចុះពីលើមេឃដោយសារជាពេលយប់ភ្នែករបស់វាមើលទៅដូចជាពណ៌បៃតងខ្មោចដែលជាភ្នែករបស់បិសាចចោកវាស្ទុះមកមុខដោយជើងទាំង4យ៉ាងលឿនហើយនៅពេលក្រោកឈរវាមានកម្ពស់ជាង2ម៉ែត្រសាច់ដុំធំពោពេញដោយថាមពលបិសាចចោកកម្រិតទី3ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះทางសានទទួលបានការយល់ដឹងខ្លះអំពីធានានុក្រមសង្គមនៃទ្វីបទេពអប្សរនៅទីនេះឋានៈនិងកម្លាំងត្រូវបានវាស់វែងដោយកម្រិតទាបបំផុតគឺកម្រិតទី1មនុស្សធម្មតាគ្មានកម្រិតទេហើយជាទេសករបិសាចចោកកើតមកមានកម្រិតទី1កើនដល់កម្រិតទី2ពេលពេញវ័យហើយបិសាចចោកខ្លាំងគឺកម្រិតទី3នេះគ្រាន់តែជាបិសាចចោកឈាមរាបធម្មតាប៉ុណ្ណោះឯពួកឈាមជាន់ខ្ពស់មានអំណាចខ្លាំងជាងនេះទៅទៀតទីក្រុងចោកខ្យល់គ្រាន់តែជាទីក្រុងតូចមួយដាច់ស្រយាលហើយម្ចាស់បិសាចចោកនៅទីនោះមានឋានៈយ៉ាងហោចណាស់កម្រិតទី5ทางសានបានប្រៀបធៀបថាមពលក្បាច់សួនធានរបស់គាត់
ហើយវាតម្លៃថាកម្រិតសួនធានដូចគ្នាគឺស្មើនឹងកម្រិតថាមពលបិសាចដែរដូច្នេះបន្ទាប់ពីបណ្ដុះក្បាច់សួនធានដល់កម្រិតទី3ថាមពលរបស់គាត់គឺស្មើនឹងបិសាចចុះកម្រិតទី3នេះដែរបិសាចចុះកម្រិតទី3បានលោតសំដៅទៅរកមនុស្សនោះភ្លាមមនុស្សដែលកំពុងដកដង្ហើមចង្អៀតលើដីដឹងពីគ្រោះថ្នាក់យ៉ាងច្បាស់គេបានរមៀលខ្លួនទៅម្ខាងភ្លាមដើម្បីគេចពីការវាយប្រហារក្នុងពេលជាមួយគ្នានោះគេបានធ្វើជលនាយ៉ាងចម្លែករាងកាយរបស់គេហាក់ដូចជាវែងចេញភ្លាមក្រញាំមុតស្រួចលាតសន្ធឹងចេញពីដៃហើយពន្លឺពណ៌លឿងស្លេកបានលេចឡើងលើរាងកាយពន្លឺនោះបានធ្វើឲ្យគេលេចធ្លោខ្លាំងនៅពេលយប់ທາງសានបានឃើញស្រទាប់រោមពណ៌ត្នោតលឿងដុះចេញពីក្រោមស្បែករបស់គេជាមួយនឹងលំនាំពណ៌ត្នោតខ្មៅនៅពេលការផ្លាស់ប្ដូររូបរាងនេះកើតឡើងល្បឿនរបស់គេបានកើនឡើងយ៉ាងខ្លាំងក្រញាំមុតស្រួចមួយគូបានតម្រង់ទៅទ្រូងនឹងពោះរបស់បិសាចចុះកម្រិតទី3ក្រញាំមុខរបស់បិសាចចុះបានផ្លាស់ប្ដូរទិសដៅប៉ះទង្គិចជាមួយក្រញាំរបស់មនុស្សដែលផ្លាស់ប្ដូររូបរាងសម្លេងកាក់យ៉ាងមុតស្រួចបានបន្លឺឡើងកម្លាំងរបស់មនុស្សនោះទៀបជាងគូប្រកួតច្បាស់ណាស់រាងកាយរបស់គេត្រូវខ្ទាតថយក្រោយហើយមានឈាមហូរចេញពីពោះខាងក្រោមភ្លាមនោះពន្លឺពណ៌ខៀវស្រងាត់មួយបានបាញ់ចេញពីចម្ងាយសំដៅទៅរកមនុស្សនោះដាវខ្យល់បិសាចចុះកម្រិតទី3បានក្រហមហើយស្ដោះដាវខ្យល់ចេញពីមាត់កាប់ប្រហារទៅលើមនុស្សនៅក្នុងពេលវេលារស់ឬស្លាប់នេះមនុស្សប្រែរូបបានបញ្ចេញសក្តានុពលពេញលេញស្ទុះចេញទៅមុខដោយល្បឿនដ៏អស្ចារ្យអាចគេចផុតពីដាវខ្យល់ក្នុងមួយបបព្រិចភ្នែកពន្លឺពណ៌លឿងនៅលើខ្លួនគេភ្លឺឡើងហើយល្បឿនកើនឡើងដូចផ្លេកបន្ទោមកដល់ពីមុខបិសាចចុះកម្រិតទី3ក្រញាំបានក្រវីទៅមុខបិសាចចុះបានព្យាយាមរារាំងដោយប្រញាប់ប្រញាល់ប៉ុន្តែចលនារបស់វានៅតែយឺតពេកក្រញាំរបស់មនុស្សដែលមកដល់មុនបានកាត់បំពង់ក៏បិសាចចុះប៉ុន្តែក្នុងពេលជាមួយគ្នានោះមនុស្សនោះក៏ត្រូវក្រញាំបិសាចចុះវាប្រហារចំស្មាហើយហោះខ្ទាតទៅចម្ងាយដែរខើបិសាចចុះកម្រិតទី3បានស្រែកយ៉ាងចម្លែកវាស្ទុះដេញតាមលែងរួចហើយបានយកក្រញាំខ្ទប់បំពង់ខ្លួនឯងប៉ប៉ុន្តែសរសៃឈាមធំត្រូវដាច់បាត់ទៅហើយឈាមហូរចេញយ៉ាងខ្លាំងធ្វើឲ្យភ្នែកពណ៌បៃតងរបស់វារមៀលថយក្រោយរកកលនឹងស្លាប់ភ្លាមនោះបិសាចចុះដ៏មានអំណាចមួយទៀតបានលោតចេញមកវាគឺជាដៃគូដែលបានបញ្ចេញដាវខ្យល់ពីចម្ងាយវាស្រែកដោយកំហឹងថាចង់ងាប់ឬនោះគឺជាបិសាចចុះខិនស្ទុះ Leopard Flash បិសាចចុះកម្រិតទី3មុននេះបានដួលលើដីការព្យាយាមខ្ទប់មុខរបួសនៅបំពង់គួតប្រយោជន៍នោះគឺជាការវាយប្រហារចុងក្រោយរបស់មនុស្សប្រែរូបដែលបានកាត់បំពង់វាយ៉ាងដាច់ស្រឡះស្លាប់ទៅបិសាចចុះកម្រិតទី3មួយទៀតបានស្ទុះមករកមនុស្សនោះក្រញាំរបស់វាភ្លឺចែងចាំងដោយពន្លឺអាក្រក់និងញ័ររន្ធត់ដោយថាមពលធាតុខ្យល់ដាវខ្យល់ត្រូវបានបន្ថែមទៅលើក្រញាំដើម្បីបញ្ចេញថាមពលកាន់តែខ្លាំងភ្លាមនោះពីភាពងឹតរូបរាងដែលមើលមិនឃើញមួយបានលោតចេញពីចំហៀងយ៉ាងស្ងៀមស្ងាត់នៅពេលនេះការយកចិត្តទុកដាក់របស់បិសាចចុះកម្រិតទី3គឺផ្ដោតទាំងស្រុងទៅលើមនុស្សប្រែរូបដោយមិនបានកត់សម្គាល់ឃើញការមកដល់របស់គេតតែសោះ